បងមកកូនទៅអូនទៅក្រៅមួយផ្លែតអត់ទេថ្ងៃហ្នឹងម៉ោង2បងចេញទៅជួបភ្ញៀវអូននៅមើលទៅបងតែងតែអញ្ចឹងគ្រាន់តែឲ្យមើលកូនមករសៀលសោះមិនបានដែរមិនអូននិយាយអញ្ចឹងបងចេញទៅក្រៅមានការមិនមែនចេញទៅដើរលេងណាម៉ាក់ដែរជួបស្ថានភាពស្ទៀងនេះទេការនិយាយគ្នាស្រួលស្រាប់តែដំឡើងសរសៃកដាក់គ្នាដោយមិនដឹងខ្លួនតែក្នុងស្ថានភាពខាងលើអ្នកណាខុសអ្នកណាត្រូវតើគួរធ្វើយ៉ាងណាទើបជៀសវាងស្ថានភាពអញ្ចឹងបានសួស្តីម៉ាក់ទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel Mothering with Us បើម៉ាក់ធ្លាប់ជួបស្ថានភាពស្តីគ្នានេះគឺមិនមែនជារឿងថ្មីស្រឡាំងទេមិនអញ្ចឹងទេតែជារឿងដែលរំខានដល់មនោសញ្ចេតនាប្តីប្រពន្ធបើយើងឧស្សាហ៍ជួបញឹកញាប់ហើយមិនរកវិធីដោះស្រាយធ្លាប់ជាអ្នកគ្រប់គ្រងធនធានមនុស្សខ្ញុំមានឱកាសបង្រៀនបុគ្គលិកនៅជំនាញទំនាក់ទំនងការងារយ៉ាងណាឲ្យមានប្រសិទ្ធភាពបាននិយាយឲ្យស្រួលយល់គឺជំនាញនិយាយគ្នាឆាប់ចុះសម្រុងខ្ញុំបានដកស្រង់និងសារអនុវត្តគន្លឹះសំខាន់5ដែលជួយដល់ទំនាក់ទំនងប្តីប្រពន្ធក្រោយមានកូនគន្លឹះទី1ពេលនិយាយគ្នាត្រូវស្ដាប់ដោយយកចិត្តទុកដាក់នេះជារឿងសាមញ្ញតែមិនងាយស្រួលធ្វើទេហេតុអ្វីបានជាខ្ញុំថាអញ្ចឹងព្រោះនៅពេលដែលយើងស្ដាប់នរណាម្នាក់គឺយើងតែងតែស្ដាប់ដើម្បីឆ្លើយតែមិនសូវជាស្ដាប់ដើម្បីស្វែងយល់នោះទេចង់ដឹងថាខ្ញុំនិយាយត្រូវអត់ពេលដែលនិយាយជាមួយនរណាម្នាក់សង្កេតមើលខ្លួនឯងថាតើកំពុងស្ដាប់ដើម្បីយល់ឬស្ដាប់ដើម្បីតែឆ្លើយតបខ្ញុំលើកឧទាហរណ៍មួយថ្ងៃនេះហត់ណាស់កូនមិនព្រមគេងខ្លះសោះបងក៏ហត់ដែរភ្ញៀវសួរផងមេទារបាយការណ៍ផងឧទាហរណ៍មួយទៀតមេបងដាក់ការងារឲ្យតែអត់ដែលប្រាប់ថាយកពេលណាច្បាស់សួរក៏មិនព្រមប្រាប់ឲ្យច្បាស់តើតែចិត្តដល់ម៉ោងក៏មកទាតែម្ដងអូនក៏ត្រូវប្រញាប់ប្រញាល់រាល់ថ្ងៃដែរលេងសុកចង់បានអីភ្លាមយំខ្លាំងរកអីឲ្យសឹងតែមិនទាន់ក្នុងការសន្ទនាទាំងពីរនេះគឺគ្រាន់តែរអ៊ូដាក់គ្នាទៅវិញទៅមកតែមិនប្រកាសថាជាការនិយាយគ្នាដែលស្ដាប់យល់ពីភាគីម្ខាងទេអញ្ចឹងតើត្រូវធ្វើម៉េចទើបអាចស្ដាប់យល់ពីភាគីម្ខាងតើត្រូវធ្វើអ្វីខ្លះដើម្បីស្ដាប់ដោយយកចិត្តទុកដាក់ទី1ពេលនិយាយគ្នាត្រូវបើកចិត្តស្ដាប់ផ្អាកសកម្មភាពដែលកំពុងធ្វើដូចជាបិទទូរទស្សន៍ដាក់ទូរស័ព្ទចុះហើយផ្ដោតអារម្មណ៍ទៅលើអ្វីដែលភាគីម្ខាងទៀតកំពុងរៀបរាប់ទី2សង្ខេបឡើងវិញនៅអ្វីដែលគាត់បានរៀបរាប់ដើម្បីបង្ហាញថាយើងបានយល់និងស្ដាប់គាត់ទី3អាចចែករំលែកភាពស្រដៀងគ្នាតែកុំទាន់បដូរប្រធានបទមករកប្រធានបទផ្ទាល់ខ្លួនរបស់យើងទី4ផ្ដល់ជាការលើកទឹកចិត្តឬដំណោះស្រាយតាមស្ថានភាពជាក់ស្ដែងឥឡូវសាកគន្លឹះស្ដាប់ដោយយកចិត្តទុកដាក់នេះទៅលើឧទាហរណ៍ខាងលើថ្ងៃនេះហត់ណាស់កូនមិនព្រមគេងខ្លះសោះកូនរករឿងអូនខ្លាំងមែនហើយត្រូវការអូនរហូតមែនហត់ណាស់ហើយអញ្ចឹងបងក៏ហត់ដែរភ្ញៀវសួរផងមេទីរបាយការណ៍ផងតែបងសប្បាយចិត្តព្រោះមានអូននៅមើលកូនបងមិនបាច់បារម្ភហើយអាចផ្ដោតអារម្មណ៍ទៅលើការងារពីរមុខនេះឥឡូវបងមកហើយមានអ្វីអាចឲ្យបងជួយទេអញ្ចឹងក្នុងឧទាហរណ៍នេះប្តីបានសង្ខេបនៅអ្វីដែលគាត់បានស្ដាប់គាត់ចែករំលែកបទពិសោធន៍ស្តីងគ្នាតែគាត់មិនបដូរប្រធានបទមកនិយាយពីបញ្ហារបស់គាត់ទេគាត់គ្រាន់តែបង្ហាញថាគាត់យល់ពីផលវិបាកហើយគាត់ក៏ផ្ដល់ឲ្យនៅដំណោះស្រាយនិងការលើកទឹកចិត្តឧទាហរណ៍ទី2មេបងដាក់ការងារឲ្យតែអត់ដែលប្រាប់ថាយកពេលណាឲ្យច្បាស់សួរក៏មិនប្រាប់ឲ្យច្បាស់តើតែចិត្តដល់ម៉ោងប្រជុំមកទាតែម្ដងបងមេអត់ឲ្យគោលដៅច្បាស់លាស់ស្ដាប់ទៅពិបាកស្មានចិត្តមេហើយបងចុះបងសាកសួរមើលមានអ្នកណាធ្លាប់ធ្វើការស៊ីសង្វាក់គ្នាជាមួយគាត់អត់ប្រហែលជាអាចដឹងពីក្បួនធ្វើការងារស្រួលជាងនេះក្នុងឧទាហរណ៍នេះប្រពន្ធបានសង្ខេបនៅអ្វីដែលគាត់បានស្ដាប់គាត់បង្ហាញថាគាត់យល់ពីផលវិបាកហើយគាត់ក៏ផ្ដល់នូវការលើកទឹកចិត្តនិងដំណោះស្រាយអញ្ចឹងនេះជាគន្លឹះទី1គឺស្ដាប់ដោយយកចិត្តទុកដាក់តោះយើងចូលទៅគន្លឹះសំខាន់ទី2គន្លឹះសំខាន់ទី2ស្វែងយល់ពីផលវិបាកភាគីម្ខាងទៀត
នៅក្នុងបរិបទការងារដើម្បីទទួលបានការយោគយល់ពីផ្នែកពាក់ព័ន្ធយើងត្រូវស្វែងយល់ពីចំណុចសំខាន់របស់ពួកគេដើម្បីងាយស្រួលប្រាស្រ័យទាក់ទងក្នុងបរិបទគ្រួសារក៏មិនសូវជាខុសគ្នាប៉ុន្មានដែរព្រោះអារម្មណ៍របស់មនុស្សយើងគឺទាក់ទងទាំងផ្លូវចិត្តនិងរូបរាងកាយពេលដែលយើងហត់ផ្លូវចិត្តកំពុងតែ stress មកពីក្រៅស្រាប់ពេលមានអ្នកមកសួរនាំឬរអ៊ូច្រើនយើងនឹងស្ដាប់លែងចូលហើយប្រកាន់ថាអ្វីដែលខ្លួននិយាយគឺត្រូវទាំងអស់តែពេលភាគីម្ខាងប្រកាន់គំនិតរៀងខ្លួនមិនបើកចិត្តស្ដាប់គ្នាគឺនឹងនាំឲ្យមានភាពតានតឹងបំឡើងសំឡេងដាក់គ្នាមិនខានដូចនេះតើទៅធ្វើយ៉ាងម៉េចដើម្បីស្វែងយល់ពីផលវិបាកភាគីម្ខាងទៀតគឺយើងអាចធ្វើបានដោយយើងចំណាយពេលតែបន្តិចនៅក្នុងការស្វែងយល់ថាទី1តើភាគីម្ខាងទៀតកំពុង stress ដែរឬទេហើយ stress កម្រិតណាដែរទី2តើគាត់ហត់ខ្លាំងទេទី3តើគាត់មានសម្ពាធអ្វីខ្លះក្នុងចិត្តទេទៅពេលដែលយើងធ្វើការស្វែងយល់ចំណុចទាំង3នេះហើយយើងនឹងនិយាយគ្នាតាមសម្រួលជាងប្រកាន់ត្រូវរៀងខ្លួនព្រោះយើងបានយកចិត្តយើងដាក់ចិត្តគេយើងអាចអនុវត្តគន្លឹះទី2នេះក្នុងពេលដែលយើងកំពុងតែអនុវត្តគន្លឹះទី1នៅពេលដែលយើងស្ដាប់ដោយយកចិត្តទុកដាក់គន្លឹះសំខាន់ទី3និយាយឲ្យខ្លីតែខ្លឹមតើទាំងអស់គ្នាដែលធ្លាប់ទទួលបានសារដ៏វែងអន្លាយតែមិនដឹងថាគេចង់និយាយពីអីដែរទេមានអារម្មណ៍យ៉ាងណាដែរពេលទទួលបានសារអញ្ចឹងម្ដងមានអារម្មណ៍ថាធុញនិងមិនសូវចង់និយាយឆ្លើយឆ្លងជាមួយម្នាក់នឹងទេមិនអញ្ចឹងឯងការនិយាយគ្នាផ្ទាល់មាត់ក៏អញ្ចឹងដែរជាពិសេសពេលម្នាក់កំពុងតែហត់ការបោកបាច់រឿងដែលមិនចាំបាច់នឹងធ្វើឲ្យដៃគូសន្ទនាអស់ភាពអំណត់ហើយអាចទៅជាមួម៉ៅដូចនេះដើម្បីឲ្យសូនិយាយគ្នាតើនិយាយឲ្យខ្លីចំចំណុចដែលចង់បានខ្ញុំលើកឧទាហរណ៍មួយជានិយាយថាបងសម្លាញ់ថ្ងៃនេះអូនមានអារម្មណ៍ថាហត់ខ្លាំងណាស់ផ្ទះក៏រញ៉េរញ៉ៃហើយឃ្លានណាស់តែមិនដឹងញ៉ាំអីសាកបដូរមកនិយាយបងសម្លាញ់បងជួយរៀបចំរបស់របរកូនលេងអ្នកក្នុងប្រអប់វិញហើយអូនត្រូវការពេល30នាទីបងជួយមើលកូនបន្តិចល្ងាចហ្នឹងអូនចង់ញ៉ាំនំប៉័ងសាច់និយាយបែបនេះគឺដៃគូសន្ទនាយើងដឹងថាយើងចង់បានអ្វីហើយគាត់ត្រូវធ្វើអ្វីខ្លះខ្លីតែខ្លឹមគន្លឹះសំខាន់ទី4ចាប់ផ្ដើមប្រយោគដោយពាក្យខ្ញុំពេលយើងប្រើពាក្យខ្ញុំគឺយើងផ្ដោតមកលើខ្លួនឯងហើយមិនបណ្ដាលឲ្យភាគីម្ខាងទៀតត្រៀមប្រយោគការពារខ្លួនបែបនេះគាត់នឹងបើកចិត្តស្ដាប់ឧទាហរណ៍បងតែងតែអញ្ចឹងគ្រាន់តែឲ្យមើលកូនមួយត្រសៀលសោះមិនបានដែរជាងប្រើប្រយោគនេះយើងអាចត្រឡប់មកនិយាយបែបនេះវិញអូនកម្រមានពេលចេញក្រៅណាស់អូននឹងបានធូរស្រាលខ្លះបើបងជួយមើលកូនមួយពេលនេះឃើញទេនៅពេលដែលយើងបដូរពីការចោទប្រាប់ពាក្យបងតែងតែអញ្ចឹងដោយប្រាប់ពាក្យអូនមានថាសំដៅទៅលើខ្លួនឯងវិញគឺយើងបានទុកឱកាសឲ្យដៃគូឲ្យប្តីរបស់យើងគាត់បានបើកចិត្តស្ដាប់ព្រោះយើងមិនបានកំពុងតែចោទប្រកាន់គាត់ទៅលើរឿងអ្វីមួយទេតែយើងចង់បង្ហាញពីហេតុផលដែលគាត់អាចជួយឲ្យយើងធូរស្រាលប្រកបណាស់ស្ថានភាពនេះត្រូវការឲ្យមានការរៀបចំពេលវេលាឲ្យត្រូវគ្នាជាមុនប៉ុន្តែនៅពេលដែលមានការខ្វែងគំនិតគ្នាការរៀបចំពាក្យពេចន៍បន្តិចបន្តួចនឹងអាចជួយកាត់បន្ថយការចោទប្រកាន់គ្នាទៅវិញទៅមកនៅក្នុងប្រយោគទី1ពេលស្ដាប់ហើយប្តីយើងប្រកាសជាមានអារម្មណ៍ថាយើងចោទគាត់ថាគាត់មិនដែលបានជួយបើគាត់មិនសូវបានជួយពិតមែនគឺធ្វើឲ្យគាត់រអៀសខ្លួនតែបើគាត់បានជួយខ្លះពេលលើកបែបនេះគាត់ប្រកាសជាតវ៉ាហើយនាំឲ្យដំឡើងសម្លេងដាក់គ្នាមិនខានដូចនេះដើម្បីកាត់បន្ថយការមិនយល់ចិត្តគ្នាយើងអាចសាកល្បងវិធីសាស្ត្រសាមញ្ញបែបនេះគឺប្រើប្រយោគជាមួយពាក្យខ្ញុំឬក៏អូនគន្លឹះទី5រៀបចំពេលយល់ចិត្តគ្នាពេលមានកូនយើងនឹងរវល់ច្រើនជាមួយគាត់ហើយលែងសូវមានពេលជាប្តីប្រពន្ធភាគច្រើនមានតែពេលជាម៉ាក់ប៉ាគេមិនចឹងឯងយើងអាចនឹងបាត់បង់ភាពល្អល្អឿនបើមិនបាត់បង់ទាំងស្រុងក៏បាត់បង់ខ្លះដែរពេលភាពល្អល្អឿននិងស្និទ្ធស្នាលប្រែទៅជាសាបការទំនាក់ទំនងក៏អាចធ្លាក់ចុះជារឿងជៀសមិនផុតបែបនេះហើយវាជារឿងសំខាន់ដែលយើងត្រូវចេះបង្កើតពេលវេលាយល់ចិត្តគ្នាខ្លះពេលវេលាយល់ចិត្តគ្នាមានច្រើនសន្តានណាស់អ្នកខ្លះអាចត្រូវការពេលវេលាតែ2នាក់និយាយគ្នាអ្នកខ្លះត្រូវការពេល2នាក់សងទីម៉ងគ្នាបែបប្តីប្រពន្ធហើយណា
យើងគួរបង្កើតពេល10 ទៅ 15 នាទីក្នុងមួយអាទិត្យចិត្តទុករយៈពេលនេះជាពេលដែលមិនចាំបាច់បដោតទៅលើកូននោះទេតែជាពេលដែលយើងអាចជ្រើសរើសនិយាយពីអារម្មណ៍និងសុខទុក្ខផ្ទាល់ខ្លួនពេលវេលាត្រឹម10 ទៅ 15 នាទីក្នុងមួយអាទិត្យដើម្បីយល់ចិត្តគ្នាគឺតិចតួចណាស់តែជីវិតជាក់ស្ដែងខណៈដែលរវល់ខ្លាំងប្រហែលជាសឹងតែមិនមានពេលប៉ុណ្ណឹងផងខ្ញុំចាំថានៅពេលដែលខ្ញុំនៅសរសៃខ្ចីអស់កម្លាំងខ្លាំងត្រូវងើបបូមទឹកដោះផងហើយអារម្មណ៍ពេលនោះគឺកំពុងតែនៅក្នុង baby blue ទៀតអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមមួម៉ៅដាក់ប្តីខ្ញុំទាំងដែលគាត់ក៏ជួយគ្រប់មុខមើលកូនវេនយប់ផងបោកខោអាវកូនផងយើងទាំងពីរចាប់ផ្ដើមនិយាយភាសាដូចមកពីពិភពពីរផ្សេងគ្នាអញ្ចឹងតែខ្ញុំបានចាំចំណុចនេះចំណុចដែលធ្វើការទំនាក់ទំនងបែបណាឲ្យចុះសម្រុងគ្នាអញ្ចឹងខ្ញុំក៏អនុវត្តពេលកូនគេងលក់យើងបានចំណាយពេល15នាទីដើម្បីសួរសុខទុក្ខគ្នាពីដំបូងរៀងរឹងមាត់ដែរព្រោះវាដូចជាការបង្ខំខ្លួនឯងតែពេលសាកធ្វើបែបនេះបាន2 ទៅ 3 ដងទើបដឹងពីគុណប្រយោជន៍ខ្ញុំចាប់ផ្ដើមដឹងថាការព្រួយបារម្ភខ្លះដែលខ្ញុំមានគឺជាការដែលគិតច្រើនហួសហើយពេលដែលខ្ញុំបាននិយាយចេញមកក្រៅខ្ញុំក៏បានធូរស្រាលមកវិញអញ្ចឹងអារម្មណ៍ខ្ញុំក៏មិនសូវមួម៉ៅរឿងខ្លះទៀតដែលខ្ញុំគិតថាប្តីខ្ញុំមិនខ្វល់ក៏ពិតគាត់ក៏បារម្ភដូចគ្នាបែបនោះទើបខ្ញុំដឹងថាពេលវេលាយល់ចិត្តគ្នានេះមានសារៈសំខាន់ហើយក៏ជាមូលដ្ឋានជួយដល់ទំនាក់ទំនងប្តីប្រពន្ធរបស់ខ្ញុំដូចគ្នាផងដែរទំនាក់ទំនងប្តីប្រពន្ធជាចំណងទំនាក់ទំនងដ៏សំខាន់ដែលយើងមិនគួរមើលរំលងបើទោះជាយើងបានតំណែងថ្មីជាម៉ាក់ប៉ាគេក៏ដោយពេលខ្លះមិនប្រកាសថាមានអ្នកខុសឬអ្នកត្រូវពិតប្រាកដទេគឺអាចមកពីការប្រើពាក្យពេចន៍ឬមិនត្រូវពេលគ្នាតែប៉ុណ្ណោះគន្លឹះសំខាន់ទាំង5ខាងលើនេះជាជំនាញដែលមានប្រសិទ្ធភាពក្នុងការធ្វើការងារនៅពេលដែលយើងប្រស្រ័យតាក់ទងគ្នាហើយក៏អាចជួយបង្កើនភាពល្អល្អឿនរវាងប្តីប្រពន្ធដូចគ្នាតែអ្វីដែលសំខាន់ជាងនេះគឺឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងដ៏សំខាន់នេះខ្ញុំនឹងបញ្ចប់អេពីសូតមួយនេះជាមួយនឹងពាក្យមួយឃ្លាទំនាក់ទំនងប្តីប្រពន្ធជាអាទិភាពនិងជាមូលដ្ឋានគ្រឹះក្នុងការសាងទំនាក់ទំនងថ្មីទៀតអូខេអញ្ចឹងអរគុណច្រើនដែលបានតាមដានស្ដាប់ដល់ចប់បើម៉ាក់ប៉ាធ្លាប់ជួបស្ថានភាពដែលមិនយល់ចិត្តគ្នាអាចចែករំលែកក្នុង comments ហើយកុំភ្លេច like និង subscribe ដើម្បីបានតាមដានប្រធានបទថ្មីទៀតអរគុណច្រើនជម្រាបលាបាយបាយ